គណៈកម្មការទី9នៃរដ្ឋសភាស្វែងយល់ពីការអនុវត្តការងារបញ្ហាប្រឈមនិងសំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិនព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2025គណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីយទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សភាដឹកនាំដោយលោកជំទាវ និនសាផុនប្រធានគណៈកម្មការទី9បានអញ្ជើញពិភាក្សាការងារដើម្បីស្វែងយល់ពីការអនុវត្តការងារបញ្ហាប្រឈមនិងសំណូមពរជាមួយរដ្ឋបាលខេត្តដោយមានការចូលរួមពីលោកកូសុបប៊ុនសឿតអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តនៅសាលប្រជុំសាលាខេត្តលោកកូសុំប៊ុនសឿតអភិបាលរងខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណដល់គណៈកម្មការទី9រដ្ឋសភាដែលបានចុះបំពេញបេសកកម្មនៅខេត្តប៉ៃលិនក្នុងគោលបំណងដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់វិស័យការងារទាំង7លោកបន្តថារដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតអភិបាលខេត្តបានខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស័ក្តិស្រស្រាំដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធការកែលម្អសួនច្បារសាធារណៈការដាក់ភ្លើងបំភ្លឺការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈនិងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាដើម្បីឲ្យខេត្តប្រែក្លាយជាខេត្តដែលមានការទាក់ទាញបរិស្ថានល្អព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតលោកជំទាវ និនសាផុនប្រធានគណៈកម្មការទី9នៃរដ្ឋសភាបានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តនិងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្តទាំងអស់សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពជូនប្រជាពលរដ្ឋក្នុងការចុះបំពេញបេសកកម្មខេត្តប៉ៃលិនគណៈកម្មការទី9នៃរដ្ឋសភាបានទទួលនៅបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាទឹកស្អាតដែលផ្គត់ផ្គង់ក្នុងខេត្តមិនទាន់សមស្របតាមបច្ចេកទេសនៅឡើយនិងបញ្ហាឡានដឹកទំនិញថៃឆ្លងមកក្នុងខេត្តមិនបំពេញតាមលក្ខខណ្ឌច្បាប់ចំពោះសំណូមពរនិងបញ្ហាប្រឈមនានាដែលមន្ទីរជំនាញលើកឡើងគណៈកម្មការនឹងធ្វើរបាយការណ៍ជម្រាបជូនសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងការបន្តនីតិវិធីដោះស្រាយជូននៅព្រឹកថ្ងៃដដែលលោកជំទាវ និនសាផុនប្រធានគណៈកម្មការបានដឹកនាំឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាគណៈកម្មការអញ្ជើញទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយខេត្តដើម្បីពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពប្រសិទ្ធភាពផងដែរ1 2 3 តមួយទៀត1 2 3